សូមគោរពជំរាបសួរដល់ប្រិយមិត្តដែលបានតាមដានការទស្សនារបស់ SE Hot News ខ្ញុំបាទឈ្មោះចូលវិទូជាសិស្សនៅសាលារដ្ឋសាស្ត្រឆ្នាំកម្ពុជាហើយបងប្អូនខ្ញុំបានមកផ្សព្វផ្សាយអំពីសាលារដ្ឋសាស្ត្រឆ្នាំកម្ពុជាតែសាលារដ្ឋសាស្ត្រឆ្នាំកម្ពុជាមានសាខានៅភ្នំពេញនៅកោះកុងនៅសៀមរាបតើហេតុអ្វីបានជាសាលារដ្ឋសាស្ត្រឆ្នាំកម្ពុជាមានភាពល្បីល្បាញយ៉ាងនេះបើមិនបើបង្កើតឡើងមិនប្រហែល10ឆ្នាំផងនោះសាលារដ្ឋសាស្ត្រឆ្នាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្សនិងអាណាព្យាបាលសិស្សផងដែរហើយផងដែរខ្ញុំនឹងនិយាយអំពីកម្មវិធីសិក្សារបស់នៅក្នុងសាលារដ្ឋសាស្ត្រឆ្នាំកម្ពុជាមួយដែលខ្ញុំបានសិក្សាយកមកប្រាប់អ្នកទាំងអស់គ្នានោះគឺជាកម្មវិធីកីឡាបាល់បោះដែលកីឡាបាល់បោះនេះផងដែរបានជួយឲ្យយើងមានសុខភាពល្អនិងកាយសម្បទាមាំមួនហើយកីឡាបាល់បោះនេះផងដែរក៏បានធ្វើឲ្យខ្ញុំចេះសាមគ្គីភាពជាមួយនឹងមិត្តភ័ក្តិនិងក្នុងការប្រកួតគឺយើងចង់ឈ្នះគ្នាយើងគឺជាសត្រូវនឹងគ្នាប៉ុន្តែបន្ទាប់ពីបញ្ចប់ការប្រកួតគឺយើងគឺជាមិត្តភ័ក្តិល្អនឹងគ្នាដែលយើងបានយល់ពីគ្នាហើយនៅក្នុងការប្រកួតយើងក៏ត្រូវចេះអធ្យាស្រ័យនិងយោគយល់ពីគ្នាផងដែរព្រោះតែវាមានតែងតែមានការប៉ះពាល់គ្នាបន្តិចបន្តួចជាភាសាថៃនោះកីឡាបាល់បោះគឺបានជួយជំរុញឲ្យខ្ញុំបានមានកម្ពស់កាន់តែខ្ពស់ផងដែរហើយខ្ញុំចូលចិត្តលេងកីឡាបាល់បោះនេះផងដែរក៏ព្រោះតែវាជាកីឡាមួយដែលខ្ញុំចូលចិត្តលេងតាំងតែពីក្មេងហើយក៏ដូចជាវាមានភាពងាយស្រួលក្នុងការលេងក៏អាចសាងទំនាក់ទំនងជាមួយមិត្តភ័ក្តិអ្នកនៅជុំវិញខ្លួនយើងបានផងដែរជាចុងក្រោយសាលារដ្ឋសាស្ត្រកម្ពុជានេះផងដែរក៏បានមានកម្មវិធីជាច្រើនដូចជាការតស៊ូមតិការសង្ខេបរឿងនិទានការឡើងសូមបទបង្ហាញការនិយាយជាសាធារណៈដែលជាកម្មវិធីទាំងអស់នេះផងដែរបានធ្វើឲ្យសិស្សានុសិស្សទាំងអស់មានសមត្ថភាពកាន់តែខ្លាំងក្លាអាចឈានទៅដល់ការប្រកួតប្រជែងកម្រិតថ្នាក់ជាតិនិងអន្តរជាតិដែលទទួលបានមេដាយជាច្រើនមកពីក្រៅប្រទេសជាចុងក្រោយខ្ញុំបាទសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិរបស់គ្នាព្រមទាំងអ្នកទស្សនានៅតាម SE Hot News ទាំងអស់ដែលបានតាមដានទស្សនារបស់ការស្ដាប់កម្មវិធីរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំបាទសូមអរគុណ